លោកគ្រូសូមឲ្យ4នាក់ដើម្បីឡើងមកបំពេញកិច្ចការផ្ទះលោកគ្រូតោះមនីបាទអញ្ចឹង3 4ដងស្មើប្រមាណគ្នាយើងបាទអរគុណទៅកន្លែងតោះវិភូ4គុណនឹង5អញ្ចឹង4 5ដងស្មើប្រមាណបាទអរគុណទៅកន្លែងតោះសធោ4គុណនឹង2អញ្ចឹង4 2ដងគុណសេលេខសកលតោះបាទអរគុណតោះចុងក្រោយយាយរស្មី4 8ដងបាទអរគុណត្រឹមត្រូវអញ្ចឹងធ្វើការកិច្ចការផ្ទះរបស់យើងបានធ្វើត្រឹមត្រូវទាំងអស់គ្នាហើយតោះឥឡូវលោកគ្រូមានគុណមើលដៃរបស់លោកគ្រូនេះមកខាងនេះមានចំនួនប៉ុន្មាន5យើងអាចទូទាយបានអត់ថាថ្ងៃនេះគណិតវិទ្យារបស់យើងចូលមេរៀនទីប៉ុន្មានកូនមេរៀនអីគេការគុណនឹងប៉ុន្មានការគុណនឹងបាទការគុណនឹង5តោះឥឡូវយើងក៏លេខមើលទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះយើងចូលមេរៀនថ្មីមេរៀនទី5វិធីគុណការគុណនឹង5ឥឡូវលោកគ្រូមានរូបនេះរូបអីគេកូនខ្មៅដៃនេះមានចំនួនប៉ុន្មានមករាប់ទាំងអស់គ្នាមើលបាទមាន5កូនមើលណាបាទឥឡូវបើខ្មៅដៃលោកគ្រូមាន5តើមានប៉ុន្មានដងមានប្រមាណដងមាន1ដងអញ្ចឹងមានថា5កូនមើល5គុណនឹងប៉ុន្មានគុណនឹង1អញ្ចឹងមានថា5គុណនឹង1ស្មើប្រមាណកូនស្មើ5តោះឥឡូវក៏លេខមើលទៀតលោកគ្រូមានខ្មៅដៃបន្តទៀតឲ្យកូនមើលតោះនេះតើខ្មៅដៃរបស់លោកគ្រូនេះមានចំនួនប៉ុន្មានដង2ដងក្នុង1ដងតើមានប៉ុន្មានដើម5អញ្ចឹងអាចសរសេរបានថាម៉េចកូន5បាទ5គុណនឹង2តើ5គុណនឹង2ស្មើប៉ុន្មានឥឡូវខ្លួនឯងរកខ្មៅដៃឲ្យលោកគ្រូតោះដូច្នេះខ្មៅដៃសរុបមានទាំងអស់10ដើមណាកូនណាតោះឥឡូវលោកគ្រូមានខ្មៅដៃបន្តទៀតមកហើយតោះកូនមើលតើខ្មៅដៃរបស់លោកគ្រូមានចំនួនប៉ុន្មានដងកូន3ម្ដងមានប៉ុន្មានម្ដងមាន5ដូច្នេះអាចសរសេរបានថាម៉េច5គុណនឹងប៉ុន្មានកូន3នឹង3អីបាទ3ដងអញ្ចឹង3យើងយក5គុណនឹង3ឥឡូវតើខ្មៅដៃនេះមានទាំងអស់ប៉ុន្មានឥឡូវកូនរាប់បន្ថែមឲ្យគ្រូមក5 10 15បាទអញ្ចឹង3 5ដង10 15ចុះបើលោកគ្រូមានខ្មៅដៃយ៉ាងវែងនេះវែងឆ្ងាយកូនមើលខ្មៅដៃលោកគ្រូមានទាំងអស់ប៉ុន្មានដង4ដងក្នុង1ដងមានប៉ុន្មានខ្មៅដៃមាន5អញ្ចឹងយើងអាចសរសេរបានថាយ៉ាងម៉េច5គុណនឹងប៉ុន្មានដងគុណនឹង4ដងកូនមើល1ដង2ដង3ដង4ដងដូច្នេះ5គុណនឹង4ឥឡូវរាប់មើលស្មើប្រមាណឥឡូវយើងរាប់បន្ថែមម្ដង5ទាំងអស់គ្នា1 2 3 5 10 15 20ចឹង20មានលេខម៉ាខ្លះកូនបាទលេខ2និងលេខ0ចុះបើលោកគ្រូមានខ្មៅដៃបន្តទៀតកូនមើល
ta khmau đai rồi bao lục cừu miên pon màn đỏ tôi rọ mơ tao này mới một đó vì đó bày đó cho khăn ông nguy đòn miên pon màn đào pram đào đồ chơi ai sẽ ban thằng mày khối pram ta smile pon mànแล้วยังรวบมันไทยมาดอปรามถึงออกเนี่ยปรามดอกปรามมาไพ่ปรามตามาไพ่ปรามมีเลขประมาณขนาดเลขปีหนึ่งเลขปรามต่อชอบได้แล้วลูกรู้มีขนาดใดตีไรโอ้ชาลาไงต่อก้นมือตาขมาวได้ระบอลลูกรู้มีนปนมานดอกแล้วโชว์รวมรอบแต่ออกนี้เจียมวยลูกรู้มวยปีปรามมวยดองน้องมวยดองมีนปนมานเมาได้มีนปรามโดยใช้ยูเซฟอันทำไมโค้ดปรามก้นนั่งมานดองก้นนั่งปรามมวยดอต่อแล้วจะรวมบอลแทมแกงออกเนี่ยต่อปรามจำนวน30มีเลขประมาณขนาดมาเลขใบหนึ่งเลขโซนจอแล้วใบละครูมีขนาดไหนติดคนจูรวมมือตาขนาดอะไรครูมีตั้งออกประมาณดองต่อแล้วคนจูรวบมาดองปีดองเตียงออกเนี่ยมวยปีใบมาดองปีดองปรามปีน้องมวยดองมีนปนมาดาวมีนมาดาวมีนปรามดาวแล้วกูสมซูมาปียังเซ่ทำไมปรามก้นนั่งมันบ้านปรามนั่งก้นนั่งปรามปีอะไรจะรวมกันไทยมาดองปรามต่อมวยปีใบปรามดอกปรามมาไผ่30ปรามตาจำนวน30ปรามมีเลขประมาณค่ะมาเลขใบหนึ่งเลขปรามเจ้าอะไรลูกครูมีนคนไทยตีดคนตีไม่มีหมาดองมีหมาดองก็คนตีทำใบดองไอ้ทำใบดองไอ้กดดังไหนต่อแล้วคนจะรวบจมูกลูกครูต่อนะต่อแล้วคนจะรวบจากออกนี้จมูกลูกครูต่อมวยปีใบหมดดองปีดองใบดองปรามดองปรามมวยดองปรามใบดองแล้วบอลหรือครูสอเซจีเลยกุนได้แบบนี้วิ่งตายืนสอเซอยากดูมาได้ปรามกุนนั่งมันปรามกุนนั่งปรามใบแล้วกุนจูรวมกันแทมจีมวยหรือครูรวบานออดต่อมวยปีใบปรามดอกมาไพ่ปราม30ปรามทรายจำนวนทรายซับมีนเล็กประมาณค่ะมาคือมีนเล็กดูหนึ่งเล็กโซนแล้วลูกครูมีนเมื่อกี้ได้การเอาเวงจะได้ก็ตีเมื่อทางข้างในลูกครูนี่มีข้างในประมาณออกมาแล้วยังตัวตีออกนี่มันลูกครูก็ทำบวชน้องไงต่อ
ឥឡូវកូនឆ្លើយមិញថាមាន9ដងឥឡូវកូនមើលលោកគ្រូនឹងរាប់រាប់ទាំងអស់នេះមកគ្រូ1ដង2ដង4ដង5 4បាទពិតជាត្រឹមត្រូវឥឡូវយើងសរសេរជាវិធីគុណតើយើងសរសេរបាក់ដូចម្ដេច5គុណនឹងប៉ុន្មានកូន5គុណនឹង5តើស្មើប៉ុន្មានស្មើប៉ុន្មានកូនឥឡូវកូនចូលរួមរាប់ទាំងអស់គ្នា1 2 3 5 10 15 20 30 35 40 តើចំនួន45មានលេខប៉ុន្មានខ្លះលេខ4និងលេខបាទលេខ4និងលេខ5គ្រូមានចុងក្រោយគេកូនបើកូនទីមើលថាមានប្រមាណដងមានប្រមាណដងនេះវែងអត់ដល់ទៅប្រមាណដងណាឥឡូវកូនទី10ដងអីមកចុងក្រោយគេហើយតោះឥឡូវមិនគាត់ថាមាន10ដងហើយឥឡូវលោកគ្រូរាប់បញ្ជាក់វិញ1ដង2ដង3ដង4ដង5ដង6ដង7ដង8ដង9ដង10ដងបាទចូលរួមអបអរអញ្ចឹងស្មើដៃទាំងអស់មានប្រមាណដងកូនមាន10ដងកូនទូទាទាំងអស់គ្នាមើលថាតើស្មៅដៃនេះមានចំនួន10ដងតើស្មើប៉ុន្មានបាទ50តោះឥឡូវកូនចូលរួមស្ដាប់លោកគ្រូនឹងជាអ្នកអាននៅមេគុណនេះតោះផ្ទះដៃ1 2 3ដាក់ដៃទាំងពីរលើតុតោះឥឡូវកូនចូលរួមមកមើលលើកដាក់គ្នាស្ដាប់លោកគ្រូដល់យកចិត្តទុកដាក់តោះមើលណា5 1ដង5 5 2ដង10 5 3ដង15 5 4ដង20 5 5ដង25 5 6ដង30 5 7ដង35 5 8ដង40 5 9ដង45 5 10ដង50ឥឡូវកូនចូលរួមសូត្រមេគុណនេះទាំងអស់គ្នាជាមួយគ្រូតោះឆ្លឡើងតោះ1 2 3 5 ម្ដង5 7ដង10 15 5 ដង20 2ដង35 40បាទល្អអរគុណឥឡូវកូនសូត្រខ្លួនឯងវិញកូនសូត្របានអត់បាទតោះ1 2 3បាទអរគុណល្អតាគូចោទាំងអស់គ្នាល្អមែនទេយើងយល់មេរៀននេះអត់បើយើងយល់យើងលើកធ្វើម៉េចកូនបើសូមលើកនេះមើលបាទជួយមានកូនណាដែលអត់ទាន់យល់អត់ទេណាតោះឥឡូវលោកគ្រូមានដាក់ចុះកន្តោះដាក់ចុះទាំងអស់គ្នាតោះឥឡូវលោកគ្រូមានបង្ហាត់លើនេះមួយតោះមកឥឡូវកូនមើលបើលោកគ្រូមានចំនួន5គុណនឹង2តើស្មើនឹងប៉ុន្មានតើកូនគិតកណ្ដាលឈួនមើលកូនគិតកណ្ដាលឈួនសិនតើ5គុណនឹង2តើស្មើប៉ុន្មានស្មើប៉ុន្មានកូនស្មើប៉ុន្មានកូន5គុណនឹង2តើស្មើប៉ុន្មាន5គុណនឹង2តើស្មើប៉ុន្មាន5គុណនឹង2តើស្មើប៉ុន្មានកូ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 ន5គុណនឹង2តើស្មើប៉ុន្មាកូន5គុណនឹង2តើស្មើប៉ុន្មា
បាទស្មើ10ចឹង5គុណនឹង2មានថា5ហ្នឹងគឺមាន2ដងនេះម្ដងហើយខាងនេះម្ដងទៀតអញ្ចឹងពេលយើងចូលគ្នាបានទាំងអស់ប៉ុន្មាន10តើចំនួន10មានលេខប្រមាណខ្លះលេខ1និងលេខ0តើឥឡូវលោកគ្រូមានលំហាត់មួយទៀត5 10ដងតើមកកូនជួយរួមឆ្លើយទាំងអស់គ្នាមើល5 10ដងតើស្មើប៉ុន្មានស្មើប៉ុន្មានបាទពូកែមែន50តើមានលេខប៉ុន្មានខ្លះលេខ5និងលេខចុះបើសេចទេបានអត់ត្រូវអត់ទេណាយើងសេលេខ5នៅខាងណាមុខគេរីឯលេខ0នៅខាងក្រោយបាទអរគុណអញ្ចឹងថ្ងៃនេះគណិតវិទ្យារបស់យើងកូនមានដឹងថារៀនអំពីមេរៀនអ្វីអត់ការគុណនឹងបានបាទល្អគឺថ្ងៃនេះយើងចូលមេរៀនការគុណនឹង5អញ្ចឹងឥឡូវយើងចាប់ដើមយកសៀវភៅមេរៀនរបស់យើងចម្លងកិច្ចការនេះចូលទាំងអស់គ្នាអរគុណ